សម្លម្ជូរស្លឹកអំពិលជាមួយនឹងកូនត្រី smell fish បងប្អូនមើលទៅទំនងអត់នេះមានបង់កូនកពឹសទូចទៀតហើយដាក់មកអមស្រែយើងមកនិយាយពីក្អូបឈ្ងុយពេញផ្ទះឆ្ងាញ់មែនតែនចាហើយជាដំបូងហ្នឹងគឺខ្ញុំយកត្រីនេះគឺយកចេញពីទូកកព្រោះអីថ្ងៃមុនបងស្រីគាត់ឲ្យមកអញ្ចឹងអត់បានលាងទឹកអីទេយើងគ្រាន់តែជូតសម្អាតវាឲ្យដាក់នៅក្នុងថង់បឺតខ្យល់ចេញឲ្យអស់ដើម្បីរក្សាទុកបានយូរហើយវានៅស្រស់ហ្នឹងបងប្អូនចាដល់ពេលយើងត្រូវការប្រើអញ្ចឹងបានយកមកកញ្ចប់ម្ដងអញ្ចឹងទៅមកល្មមញ៉ាំម្ដងណាហើយយើងលាងសម្អាតវាឲ្យច្រើនទឹកបន្តិចកោសអំអិលកោសសកាអីចេញឲ្យអស់កាត់ព្រួយកាត់អីចេញអញ្ចឹងទៅចាហើយត្រីហ្នឹងណាសំបីតែឆ្អឹងក៏ទន់ស្រួលញ៉ាំដែរហើយយើងមិនបាច់បោះចោលឆ្អឹងទេឆ្អឹងហ្នឹងបើយើងញ៉ាំជាឆ្អឹងខាំតាពីវិញទៅឆ្អឹងវាមានជាតិខ្ទិះឆ្ងាញ់ណាចាហើយចំណែកនេះវិញគឺស្លឹកអំពិលខ្ញុំយកពីស្រុកខ្មែរមកដែរពេលយើងយកបាក់មកអញ្ចឹងយើងត្រូវថែមទឹកនៅក្នុងស្បោងមុននឹងយើងអ៊ុតបងប្អូនឲ្យទុករក្សាវាទៅបានឡើងមើលទៅស្រស់ញឹមអញ្ចឹងឆ្ងាញ់ជូរល្អអត់ចាញ់យើងបេះមកថ្មីឲ្យដាក់ទឹកត្រីថែមទៅបើសិនជាស្ទើរជូរបងប្អូនអាចបន្ថែមម្សៅអំពិលខ្ចីយើងបន្តិចបានណាចាប៉ុន្តែខ្ញុំដាក់នេះគឺល្មមអត់ស្ទើរជូរទេគ្រាន់តែស្ទើរប្រៃយើងថែមទឹកត្រីបន្តិចទៅបានហើយបងកូនកពឹសលីងនឹងទៀតមកហើយនឹងថែមម្ទេសផ្លោកផ្អែមចាដើម្បីយកពណ៌អញ្ចឹងណាថែមអមស្រែយើងទៀតអូឈ្ងុយខ្លាំងណាស់ដឹងតែឆ្ងាញ់ហើយ